អរគុណច្រើនបាទពុកម៉ែបងប្អូនទូរទស្សនិកជនបាទបន្តពីបានតាមដានព័ត៌មានកីឡាជាតិហើយបាទយើងបន្តទៅព័ត៌មានកីឡាអន្តរជាតិវិញម្ដងបាទគឺយើងទៅមើលកំណត់ត្រាមួយបាទនៅក្នុងពានរង្វាន់ UEFA Champions League បាទពាក់ព័ន្ធជាមួយនឹងកីឡាករទាំង7រូបបាទដែលរកគ្រាប់បាល់បានចំនួន55គ្រាប់ក្នុងរយៈពេលដ៏ខ្លីបាទនៅក្នុងនោះបាទខ្ញុំសូមជម្រាបជូនបាទពីអ្នកទី7មុនបាទអ្នកទី7គឺកីឡាករ Karim Benzema នេះហើយបាទដែលជាអតីតកីឡាករ Real Madrid បាទបច្ចុប្បន្នគាត់ទៅលេងនៅអារ៉ាប៊ីសាអូឌីតហើយបាទ Benzema បាទគឺគាត់រកបាន55គ្រាប់ក្រោយចំណាយពេលចំនួន103ប្រកួតបាទអ្នកទី6បាទគឺអតីតបាទមិត្តរួមក្រុមរបស់ Benzema ដែរហើយក៏ជាកម្ពុជាកីឡាករបាល់ទាត់នាពេលបច្ចុប្បន្នដែរបាទគឺ Cristiano Ronaldo បាទ Cristiano Ronaldo បាទគឺគាត់រកបាន55គ្រាប់នៅ Champions League ក្រោយចំណាយពេលចំនួន94ប្រកួតអ្នកទី5បាទគឺជាបាទយុវជនដែលកំពុងតែលេចធ្លោនាពេលបច្ចុប្បន្ននេះបាទគឺកីឡាករ Kylian Mbappé នេះហើយបាទគឺគាត់រកបាន55គ្រាប់បាទក្រោយលេងបានចំនួន83ប្រកួតអ្នកទី4បាទគឺខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញបាទដែលបច្ចុប្បន្នកំពុងតែលេងក្លឹប FC Barcelona កីឡាករ Robert Lewandowski បាទអាចរកបាន55គ្រាប់នៅ Champions League ក្រោយលេងបានចំនួន82ប្រកួតបាទអ្នកទី3បាទអ្នកទី3គឺ Lionel Messi បាទដែលបច្ចុប្បន្នលេងក្លឹប Inter Miami នៅ Major League Soccer របស់អាមេរិកឯណោះបាទគឺគាត់រកបាន55គ្រាប់នៅ Champions League ក្រោយលេងបាន73ប្រកួតបាទអ្នកទី2បាទគឺជាអតីតបាទកីឡាកររបស់ Manchester United បាទនឹងជាខ្សែប្រយុទ្ធរបស់អន្តរជាតិហូឡង់របស់ក្រុមជម្រើសជាតិហូឡង់បាទគឺ Ruud van Nistelrooy បាទ Ruud van Nistelrooy នេះបាទគឺគាត់រកបាន55គ្រាប់នៅ Champions League ក្រោយចំណាយពេលចំនួន70ប្រកួតបាទនឹងអ្នកទី1បាទអ្នកទី1ហ្នឹងគឺខ្សែប្រយុទ្ធរបស់ក្លឹប Manchester City នៃពេលបច្ចុប្បន្ននេះកីឡាករ Erling Haaland បាទ Erling Haaland រកបានចំនួន55គ្រាប់បាទនៅក្នុងក្របខ័ណ្ឌ UEFA Champions League បាទក្រោយលេងបានចំនួន54ប្រកួតបាទនេះគឺជាកំណត់ត្រាមួយដ៏អស្ចារ្យបំផុតបាទសម្រាប់ Erling Haaland បាទដោយសារតែគាត់បាទគឺចំណាយពេលប្រកួតហ្នឹងត្រឹមតែបាន54ប្រកួតទេប៉ុន្តែគាត់រកបានរហូតដល់ទៅ55គ្រាប់ទៅហើយបាទច្រើនមែនតើបាទអញ្ចឹងនៅក្នុងកំណត់ត្រាបាទប្រសិនបើកីឡាករណាម្នាក់អាចរកបានគ្រាប់បាល់បាទច្រើនជាងចំនួនប្រកួតដែលខ្លួនលេងនោះបាទគឺចាត់ទុកថាបាទជាបាទកំណត់ត្រាមួយដ៏អស្ចារ្យហើយបាទដោយសារតែអាចបាទរកបានគ្រាប់បាល់បាទច្រើនជាងបាទចំនួនប្រកួតដែលខ្លួនលេងបាទពុកម៉ែបងប្អូនទូរទស្សនិកជនបាទយើងបន្តទៅតាមដានមើលលទ្ធផលបាទនៃការប្រកួតពានរង្វាន់ EFL Cup បាទវគ្គ Quarter Final បាទកាលពីយប់មិញនេះបាទក្រុម MQ Manchester City បាទបានកក់កៅអីទៅកាន់វគ្គ Semi Final នៅកីឡាដ្ឋាន Wembley ហើយបាទបន្ទាប់ពីយកឈ្នះទៅលើក្រុម Brentford បាទដោយលទ្ធផល2-0បាទពីគ្រាប់នេះបាទធ្វើបានដោយកីឡាករ Ryan Cherky បាទនៅនាទីទី32និងកីឡាករ Savinho បាទនៅនាទីទី67បាទអញ្ចឹងលទ្ធផលនេះបាទគឺធ្វើឲ្យក្រុម Manchester City បាទមានឱកាសបាទឡើងទៅកាន់វគ្គ Semi Final ជាបន្តទៀតបាទគណៈដែលមួយគូទៀតបាទយើងទៅមើលលទ្ធផលមួយគូទៀតទៅបាទគឺក្រុមសារិកាព្រៃបាទ Newcastle United នឹងក៏បានយកឈ្នះបាទ Fulham 2-1ផងដែរបាទនៅឯកីឡដ្ឋាន St James Park បាទកាលពីយប់មិញនេះបាទសម្រាប់ការប្រកួតនេះបាទគឺ Newcastle បាទរកបានមួយគ្រាប់មុននៅកីឡាករ Wiza បាទនៅនាទីទី10ក៏ប៉ុន្តែកីឡាករ Lukic បាទទាត់បញ្ចូលទីតាមស្មើបាទឲ្យក្រុម Fulham វិញបាទលទ្ធផល1-1នេះបាទគឺគិតថានឹងរក្សារហូតដល់ចប់ការប្រកួតទៅហើយបាទក៏ប៉ុន្តែនៅម៉ោងបន្ថែមរបួសបាទនៅនាទីទី90+2បាទកីឡាករ Miley បានទាត់បញ្ចូលទីបាទបន្ថែមមួយគ្រាប់ទៀតបាទឲ្យក្រុម Newcastle United បាទយកឈ្នះទៅលើ Fulham បាទ2-1បាទអញ្ចឹង Newcastle បាទក៏មានឱកាសបាទឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ផងដែរបាទរងចាំការប្រកួតមួយគូទៀតបាទនៅរាត្រីបាទរងចាំការប្រកួតមួយគូទៀតបាទនៅសប្តាហ៍ក្រោយបាទរវាងក្រុមបាទ Arsenal បាទជាមួយនឹង Crystal Palace បាទដែលធ្វើការប្រកួតនៅថ្ងៃទី24ខែធ្នូអញ្ចឹងវគ្គ Semi Final យើងរកឃើញ3ក្រុមហើយបាទគឺមាន Chelsea ដែលទម្លាក់ Cardiff City បាទកាលពីម្សិលមិញថ្ងៃបាទហើយយប់មិញរកបាន2គូទៀតបាទមាន Manchester City ហើយនិង Newcastle United បាទអញ្ចឹងរងចាំមួយគូទៀតបាទរវាង Arsenal បាទជាមួយនឹង Crystal Palace ដែលនឹងធ្វើការប្រកួតបាទនៅថ្ងៃទី24ខែធ្នូខាងមុខនេះបាទទូរទស្សនិកជនបាទយើងសម្ដែងការអបអរសាទរទាំងអស់គ្នាបាទទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain បន្ទាប់ពីក្រុងជើងឯកបាទ Intercontinental Cup បាទកាលពីយប់មិញដែលយកឈ្នះបាល់11ម៉ែត្រកាត់ក្តីបាទទៅលើក្រុម Flamengo បាទរបស់ប្រេស៊ីលបាទពាននេះគឺជាពានបាទជើងឯកអន្តរទ្វីបបាទគឺគេយក
ក្រុមជើងឯកប្រចាំទ្វីបនីមួយៗបាទមកប្រកួតគ្នាហើយយប់មិញនេះបាទគឺក្រុមជើងឯកទ្វីបអឺរ៉ុប Paris Saint-Germain បានឡើងមកដល់វគ្គផ្ដាច់ព្រាត់បាទជួបជាមួយនឹងក្រុមជើងឯកទ្វីបអាមេរិកខាងត្បូងបាទ Flamengo បាទហើយលទ្ធផលនោះបាទគឺចប់បាទប្រកួតចប់90នាទីបាទគឺលទ្ធផលស្មើគ្នា 1-1 ទេបាទដោយប៉ារីសនាំមកមួយគ្រាប់មុនដោយកីឡាករបាទ Kvaratskhelia បាទនៅនាទីទី38ក៏ប៉ុន្តែកីឡាករ Jorginho បាទបានទាត់បាល់ពេណាល់ទីតាមស្មើវិញបាទនៅនាទីទី62បាទហើយការប្រកួតនេះបាទគឺ ត្រូវឈានចូលរហូតបាទទៅដល់ម៉ោងបន្ថែម15នាទី2ដងក៏មិនមានគ្រាប់បាល់កាត់ឡើងដែរបាទនៅតែ1-1បាទអញ្ចឹងសម្រាប់នៃការទាត់បាល់11ម៉ែត្រកាត់ក្តីហើយការទាត់បាល់11ម៉ែត្រកាត់ក្តីនេះបាទគឺសុំសរសើរបាទអ្នកចាំទីបាទរបស់ក្រុម Paris Saint-Germain បាទគឺអ្នកចាំទីដែលមានឈ្មោះថាបាទ Matvei Safonov បាទ Matvei Safonov ដែលចាំទីវ័យ26ឆ្នាំបាទជនជាតិរុស្ស៊ីបាទ Safonov កាលពីយប់មិញគឺជួយសង្គ្រោះបាល់បាទបានរហូតដល់ទៅបាទ3គ្រាប់បាទគាត់អាចសង្គ្រោះបាល់ដែលទាត់ចេញពីជើងរបស់កីឡាករ Flamengo បាទដល់ទៅ4គ្រាប់ឯណោះបាទអញ្ចឹងជួយឲ្យ Paris Saint-Germain បាទយកឈ្នះបាទ Flamengo បាទនៅវគ្គទាត់បាល់11ម៉ែត្រកាត់ក្តីនេះបាទដោយលទ្ធផល2-1បាទហើយបានក្រុងជើងឯកបាទ Intercontinental បាទ Intercontinental Cup បាទឆ្នាំ2025នេះបាទយើងបន្តទៅព័ត៌មានមួយទៀតទៅបាទឥឡូវនេះបាទគឺរឿងក្តីក្តាំងរបស់បាទ Kylian Mbappé បាទជាមួយនឹងក្លឹបចាស់របស់គេបាទគឺក្លឹប Paris Saint-Germain បាទត្រូវបានតុលាការបារាំងបាទសម្រាប់កាត់ក្តីហើយបាទអញ្ចឹងសាលក្រមរបស់តុលាការបារាំងបាទគឺបានចេញមកហើយបាទនៅដើមសប្តាហ៍នេះតម្រូវឲ្យក្លឹបបាទតម្រូវឲ្យបង្គាប់តែម្ដងបាទទៅឲ្យក្លឹប Paris Saint-Germain របស់បារាំងបាទគឺបង់ប្រាក់ចំនួន$70 លានអាមេរិកបាទទៅឲ្យកីឡាករ Kylian Mbappé បាទពាក់ព័ន្ធជាមួយនឹងបាទការកិច្ចវេះបាទមិនបើកប្រាក់ខែឲ្យកីឡាករបារាំងរូបនេះអំឡុងពេលដែលគេបាទនៅលេងឲ្យក្លឹបរហូតដល់ថ្ងៃដែលគេចាក់ចេញពីក្លឹបបាទនៅដំណាច់រដូវកាលឆ្នាំ2023និង2024នៅពេលដែលគេផ្ទេរមកកាន់ Real Madrid បាទកាលនោះបាទគឺលោក Nasser Al-Khelaifi បាទប្រធានក្លឹប Paris Saint-Germain រូបនេះហើយបាទគឺគាត់ព្យាយាមបញ្ចុះបញ្ចូល Mbappé បាទឲ្យពន្យាកិច្ចសន្យាក៏ប៉ុន្តែកីឡាករបារាំងរូបនេះបាទគឺគាត់បដិសេធបាទគាត់ចង់ទៅកាន់ Real Madrid ដើម្បីស្វែងរកបទពិសោធន៍ថ្មីបាទតែប្រធានក្លឹប Paris រូបនេះគឺគាត់អត់ពេញចិត្តទេបាទអញ្ចឹងអ្នកខ្លះថាគាត់ចង់ធ្វើបាប Mbappé អញ្ចឹងទៅបាទគឺគាត់ប្រកកប្រាក់ខែរបស់កីឡាករនេះប្រហែលខែចុងក្រោយទុកបាទឥឡូវនេះគឺបានដោះស្រាយហើយបាទអញ្ចឹងតុលាការបារាំងបាទបានចេញសារក្រមមកហើយគឺតម្រូវឲ្យបាទក្លឹប Paris Saint-Germain នេះបាទទូទាត់ប្រាក់ខែបូកជំងឺចិត្តបាទប្រមាណ$70 លានអាមេរិកបាទទៅឲ្យកីឡាករ Kylian Mbappé បាទអញ្ចឹង Mbappé បាទគឺគាត់រកបានយុត្តិធម៌វិញហើយបាទបន្ទាប់ពីគាត់ចាក់ចេញពីប៉ារីសមក2ឆ្នាំហើយបាទអត់ទាន់ដោះស្រាយរឿងនេះរួចបាទឥឡូវតុលាការបារាំងបាទគឺចេញសារក្រមមកហើយបាទអញ្ចឹង Kylian Mbappé នឹងទទួលបានប្រាក់បាទចំនួន$70 លានអាមេរិកបាទពីក្លឹប Paris Saint-Germain ហើយនីតិវិធីនៃការទូទាត់សងយ៉ាងណានោះបាទគឺខ្ញុំនឹងជម្រាបជូននៅពេលក្រោយបាទយើងបន្តទៅព័ត៌មានមួយទៀតទៅបាទឥឡូវនេះបាទបេក្ខភាពប្រធានក្លឹប FC Barcelona បាទបានចេញមកអះអាងចំពោះមុខអ្នកគាំទ្រថានឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីយក Lionel Messi ត្រឡប់មកវិញបាទគឺលោកម្នាក់នេះហើយបាទគាត់មានឈ្មោះថា Marc Syria បាទ Marc Syria បាទគឺគាត់បាននិយាយថាគាត់នឹងរិះរោចគ្រប់មធ្យោបាយទាំងអស់បាទធ្វើយ៉ាងណាដើម្បីនាំយកបាទ Lionel Messi បាទត្រឡប់មកកាន់ក្លឹបវិញបាទប្រសិនបើគាត់បាទជាប់ឆ្នោតក្លាយជាប្រធានក្លឹបថ្មីបាទនេះ អាចថាជា propaganda របស់គាត់ដែរបាទជាការឃោសនារកសម្លេងគាំទ្ររបស់គាត់បាទសូមបញ្ជាក់ផងដែរថាប្រធានក្លឹបបច្ចុប្បន្នបាទគឺលោក Juan Laporta បាទអាណត្តិរបស់គាត់បាទនឹងផុតនៅឆ្នាំ2026ហើយនឹងរៀបចំឲ្យមានការបោះឆ្នោតបាទជ្រើសរើសប្រធានថ្មីបាទហើយលោក Syria នេះបាទគឺត្រូវបានប្រកាសថានឹងចូលខ្លួនមកធ្វើជាបេក្ខភាពបាទដើម្បីប្រជែងយកតំណែងប្រធានក្លឹប FC Barcelona បាទគណៈដែលការបោះឆ្នោតនោះបាទត្រូវបានគេរំពឹងទុកថាអាចនឹងធ្វើនៅចន្លោះខែមីនាបាទឬក៏ខែមិថុនាបាទឆ្នាំ2026នេះបាទអញ្ចឹងចាំមើលបាទតើលោក Marc បាទ Syria បាទគឺគាត់ពិតជាអាចធ្វើដូចការឃោសនារបស់គាត់បាទដើម្បីរកសម្លេងគាំទ្រយ៉ាងណា
ពីព្រោះថាអ្នកគ្រប់គ្រងក្លឹប Barcelona បាទគឺនៅតែមានក្តីស្រមៃថាថ្ងៃណាមួយបាទវរៈបរោះរបស់ពួកគេបាទគឺកីឡាករ Lionel Messi នេះបាទនឹងវិលត្រឡប់មកកាន់កីឡាដ្ឋានបាទ Spotify Camp Nou វិញបាទហើយលេងនៅទីនេះរហូតដល់ព្យួរស្បែកជើងតែម្ដងបាទប៉ុន្តែមិនដឹងថាក្តីស្រមៃរបស់ពួកគេបានសម្រេចឬយ៉ាងណាទេដោយសារតែបច្ចុប្បន្នបាទ Messi មានវ័យ37ចូល38ហើយគាត់ក៏ទើបតែពន្យាកិច្ចសន្យាថ្មីបាទជាមួយនឹងក្លឹប Inter Miami របស់សហរដ្ឋអាមេរិកផងដែរហើយ Messi កំពុងតែមានទំនាក់ទំនងល្អបាទជាមួយនឹងលោក David Beckham ដែលជាបាទអនុប្រធានក្លឹបនោះបាទអញ្ចឹងពិបាកដែរបាទសម្រាប់ Messi នៅក្នុងការត្រឡប់មក Barcelona វិញបាទឬក៏អាចមកក្នុងលក្ខណៈបាទជាគេហៅថាជាការប្រកួត exhibition match អីណាមួយក៏ថាបានតែបើថាឲ្យគាត់ត្រឡប់មកវិញតែម្ដងខ្ញុំមើលទៅដូចជាពិបាកបង្កើតឡើងបាទប៉ុន្តែយ៉ាងណាក៏ដោយបាទគឺនៅក្នុងពិភពបាល់ទាត់សម័យទំនើបនេះបាទរឿងរ៉ាវអ្វីក៏អាចកើតឡើងបានដែរអញ្ចឹងមានតែយើងបន្តតាមដានទាំងអស់គ្នាបាទយើងបន្តទៅព័ត៌មានមួយទៀតទៅបាទគឺមិនទាន់ទៅណាឆ្ងាយប៉ុន្មានបាទពីក្លឹប Paris Saint-Germain ទេបាទថ្ងៃនេះគឺមានព័ត៌មានពាក់ព័ន្ធ Paris ច្រើនមែនទែនបន្ទាប់ពីឈ្នះបាទ Intercontinental Cup បាទឈ្នះ Intercontinental Cup ហើយបាទជាប់រឿងក្តីក្តាំងជាមួយនឹង Mbappé អាម៉ាញ់នេះហើយឥឡូវនេះបាទគឺយើងទៅមើលពីសមិទ្ធផលដ៏អស្ចារ្យមួយទៀតបាទរបស់ក្លឹបយក្សបារាំងមួយនេះបាទគឺឥឡូវនេះ Paris Saint-Germain បាទបានក្លាយទៅជាបាទក្លឹបបាល់ទាត់បរោះទី3បាទដែលឈ្នះ6ពានបាទនៅក្នុងមួយឆ្នាំបាទគឺយើងគិតត្រឹមថ្ងៃទី1ខែមករាឆ្នាំ2025នេះរហូតដល់ថ្ងៃទី31បាទខែធ្នូឆ្នាំ2025បាទតែឥឡូវត្រឹមតែថ្ងៃទី18ធ្នូទេក៏ប៉ុន្តែបាទ tournament ធំបាទគឺបិទបញ្ចប់ត្រឹមយប់មិញនេះហើយបាទ Intercontinental Cup ដែល Paris ឈ្នះនេះបាទអញ្ចឹងខ្ញុំសូមជម្រាបជូននៅពានទាំង6បាទដែលក្លឹប Paris Saint-Germain បានឈ្នះបាទនៅក្នុងបាទឆ្នាំ2025នេះបាទគឺរួមមានបាទពាន Trophy des Champions បាទហើយបន្ទាប់មកពាន Ligue 1របស់ដែលជាពាន Ligue កំពូលបារាំងបាទហើយពាន Coupe de France បាទរបស់បារាំងដែរបាទពាន3ហ្នឹងពានក្នុងស្រុកបាទហើយ3ពានទៀតបាទគឺពានលំដាប់អន្តរជាតិពានអឺរ៉ុបហើយនិងពាន FIFA បាទពានអឺរ៉ុបមាន UEFA Champions League បាទដែលពួកគេឈ្នះបាទកាលពីខែមិថុនាកន្លងទៅបន្ទាប់មកទៀតពាន UEFA Super Cup បាទដែលពួកគេបានយកឈ្នះទៅលើក្រុមជើងឯក Europa League ហើយនឹងចុងក្រោយគេបាទគឺពាន FIFA Intercontinental Cup បាទពានអន្តរជាតិដែលពួកគេឈ្នះបាទកាលពីយប់មិញដោយបាល់11ម៉ែត្រកាត់ក្តីទៅលើក្រុម Flamengo របស់ប្រេស៊ីលបាទអស្ចារ្យមែនទែនបាទគឺ Paris Saint-Germain ក្នុងមួយឆ្នាំឈ្នះ6ពានបាទគ្រាន់តែ Kylian Mbappé ចេញទៅបាត់បាទគឺ Paris ជោគជ័យតែម្ដងហើយក្រុម2ក្រុមបាទដែលធ្លាប់ធ្វើបានបាទគឺឈ្នះ6ពានក្នុងមួយឆ្នាំដែរបាទក្រុមទី1បាទធ្វើបានដោយ Barcelona បាទកាលពីជំនាន់លោក Pep Guardiola ដឹកនាំនៅឆ្នាំ2009បាទមួយរដូវកាលមួយឆ្នាំបាទសំទោសមួយឆ្នាំ365ថ្ងៃឈ្នះបាន6ពានអ្នកទី2បាទក្រុមទី2ដែលធ្វើបានគឺ FC Bayern Munich របស់អាល្លឺម៉ង់ដែលធ្វើបានកាលពីរដូវកាលឆ្នាំបាទសំទោសបាទកាលពីឆ្នាំ2020បាទកាលហ្នឹងមករដូវកាលក៏ Bayern Munich របស់អាល្លឺម៉ង់នឹងឈ្នះ6ពានដែរឥឡូវនេះបាទគឺក្រុមទី3បាទគឺ Paris Saint-Germain របស់បារាំងនេះឯងបាទធ្វើបានបាទគឺនៅក្នុងឆ្នាំ2025នេះតែម្ដងឈ្នះ6ពានដូចគ្នាបាទសម្រាប់ជោគជ័យគឺពានទី6យប់មិញនេះតែម្ដងបាទធ្វើឲ្យតាមទាន់កំណត់ត្រារបស់បាទ Barcelona ឆ្នាំ2009និង Bayern Munich បាទឆ្នាំ2020បាទពុកម៉ែបងប្អូនទូរទស្សនិកជនបាទយើងទៅតាមដានព័ត៌មានចុងក្រោយបាទពាក់ព័ន្ធជាមួយនឹងកីឡាករ Bruno Fernandes បាទដែលជាប្រធានក្រុម Manchester United បាទដែលមួយរយៈចុងក្រោយនេះបាទមានដំណឹងភ្ជាប់គាត់បាទជាមួយនឹងការផ្ទេរទៅលេងនៅលីកកំពូលអារ៉ាប៊ីសាអូឌីតបាទឥឡូវនេះបាទកីឡាករអន្តរជាតិប៉ូទុយហ្គាល់រូបនេះបាទគឺគាត់បានចេញមកនិយាយហើយបាទប្រសាសន៍របស់គាត់បាទគឺគាត់បានមានប្រសាសន៍ថាខ្ញុំអាចចាក់ចេញពីក្លឹបហើយធ្វើដូចកីឡាករមួយចំនួនបាទគឺនិយាយថាខ្ញុំចង់ចាក់ចេញខ្ញុំមិនចង់វឹកហាត់បាទខ្ញុំចង់ចាក់ចេញទៅរកប្រាក់ឈ្នួលមួយឆ្នាំ20លានឬ30លានអឺរ៉ូហើយខ្ញុំជឿថាអាចមានក្លឹបផ្សេងហ្នឹងផ្ដល់ឲ្យខ្ញុំច្រើនជាងនឹងផងតែខ្ញុំមិនធ្វើបែបនោះឡើយខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនឯងគួរធ្វើបែបនោះទេព្រោះតាំងពីដំបូងមកអារម្មណ៍អាណិតស្រឡាញ់ដែលខ្ញុំមានចំពោះក្លឹប Manchester United គឺនៅដដែលបាទនេះគឺជាការបង្ហាញភក្ដីភាពមួយបាទសម្រាប់កីឡាករ Bruno Fernandes បន្ទាប់ពីបាទប្រហែលសប្តាហ៍មុននេះបាទគឺមានសំណើយៈបាទពីក្លឹបនៅអារ៉ាប៊ីសាអូឌីតដល់ទៅ2-3ក្លឹបឯណោះបាទហ៊ានបាទទិញកីឡាកររូបនេះផ្ដាច់កិច្ចសន្យាពីក្លឹបបិសាចក្រហមដល់ទៅចន្លោះពី100ទៅ120លានអឺរ៉ូឯណោះបាទហើយមួយទៀតបាទគឺនៅពេលដែលយក Bruno Fernandes ទៅបាទគឺហ៊ានឲ្យក្នុងមួយឆ្នាំបាទមិនក្រោម30លានអឺរ៉ូទេបាទប្រសិនបើ
កីឡាករអន្តរជាតិប៉ូទុយហ្គាល់រូបនេះបាទយល់ព្រមទៅប្រកបអាជីពនៅអារ៉ាប៊ីសាអូឌីតបាទដូចជាសិស្សច្បងរបស់គេ Cristiano Ronaldo ដែរបាទក៏ប៉ុន្តែបាទ Bruno Fernandes នេះគឺគាត់សម្រេចបដិសេធហើយបន្តលេងឲ្យក្លឹប Manchester United ទៀតបាទក្នុងបំណងរបស់គាត់គឺចង់ជួយស្រោចស្រង់ក្លឹបឡើងវិញខណៈដែលក្លឹប Manchester United បាទកំពុងតែធ្លាក់ចុះខ្លាំងមែនទែនបាទក្នុងរយៈពេលជាង10ឆ្នាំចុងក្រោយនេះចាប់តាំងពីលោកគ្រូតា Sir Alex Ferguson បាទចូលនិវត្តន៍នៅឆ្នាំ2013អរគុណច្រើនបាទពុកម៉ែបងប្អូនទូរទស្សនិកជនបាទសម្រាប់ព័ត៌មានកីឡាទាំងជាតិនិងអន្តរជាតិរបស់យើងបាទមានត្រឹមប៉ុណ្នេះបាទហើយសូមយុវជនរបស់យើងបាទឆ្លើយថាទេបាទចំពោះគ្រឿងញៀន